សួស្តីអ្នកគ្រប់គ្រងបាល់ទាត់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រវត្តិរបស់ Erling Haaland ភាគទី1ក្មេងប្រុសម្នាក់ដែលកើតមកជាមួយពូជពង្សបាល់ទាត់ Erling Braut Haaland កើតនៅថ្ងៃទី21ខែកញ្ញាឆ្នាំ2000នៅទីក្រុង Leeds ប្រទេសអង់គ្លេសឪពុករបស់គាត់ Alf Inge Haaland គឺជាកីឡាករបាល់ទាត់លេងឲ្យ Leeds United និង Manchester City ខណៈពេលដែលម្ដាយគាត់ជាអតីតកីឡាកររត់ប្រណាំងប្រទេស Norway នៅពេលគាត់អាយុតែ3ឆ្នាំគ្រួសារគាត់បានត្រឡប់ទៅប្រទេស Norway នៅទីនោះ Haaland ចាប់ផ្ដើមស្រឡាញ់បាល់បោះចាប់ពីក្មេងតូចមកគាត់ចូលរួមជាមួយក្លឹប Green FK នៅអាយុតែ5ឆ្នាំប៉ុណ្ណោះគ្រូបង្វឹករបស់គាត់បាននិយាយថា Haaland មិនត្រឹមតែស្ទាត់លេងទេប៉ុន្តែគាត់មានចិត្តមិនចាញ់នរណាម្នាក់នៅពេលអាយុ15ឆ្នាំ Haaland បានដាក់ឲ្យលេងជាកីឡាករផ្លូវការនៅក្រុមដំបូងរបស់ Green FK ទោះគ្មានគ្រាប់បាល់ច្រើននៅរដូវកាលដំបូងប៉ុន្តែគេឃើញថាក្មេងនេះមានអនាគតធំឆ្នាំ2017គាត់បានចូលរួមជាមួយក្លឹប Molde FK ក្រោមការគ្រប់គ្រងរបស់ Ole Gunnar Solskjaer នៅទីនោះ Haaland បានបាញ់គ្រាប់បាល់ជាច្រើនយ៉ាងពិសេសនៅពេលដែលគាត់បាញ់4គ្រាប់បាល់ក្នុងពេលតែ11នាទីប្រឆាំងក្រុម Brand គ្រាប់បាល់នេះធ្វើឲ្យសារព័ត៌មានអឺរ៉ុបចាប់ផ្ដើមចាប់អារម្មណ៍លើក្មេងប្រុសណូវែរូបនេះនៅអាយុតែ18ឆ្នាំ Haaland ក្លាយទៅជាកីឡាករដែលមនុស្សទាំងអស់ចង់បានទើបគាត់ធ្វើការផ្លាស់ប្ដូរទៅក្លឹប RB Salzburg ដើម្បីចាប់ផ្ដើមការផ្ទុះលើពិភពបាល់ទាត់អឺរ៉ុបចាប់សម្រាប់ EP 1បន្តនៅ EP 2ពេលដែលភ្លឺចែងចាំងនៅ Salzburg និង Dortmund